ក្មេងស្រីអ្នករើសសម្រាមម្នាក់នេះគាត់ក៏បានឃើញលុយហើយក៏ដើរដេញតាមលុយនឹងចង់ដឹងថាលុយនឹងជារបស់អ្នកណាហើយក៏រើសបានណាក៏សម្រេចចិត្តថាគោះទ្វារឡានសួរអ្នកមីងនៅក្នុងឡានមីងលុយនេះជាលុយរបស់មីងមែនទេគាត់ក៏លេចទៅមើលគាត់ថាអូអរគុណហើយក្មួយស្រីអរគុណច្រើនក្មេងស្រីពេលដែលបានជួបម្ចាស់លុយអញ្ចឹងហើយគាត់ក៏ឲ្យលុយទៅមីងវិញទៅអញ្ចឹងគាត់ក៏ហូតមួយស្លឹកយកមកឲ្យក្មេងថាក្មួយយកទៅទិញស្ករគ្រាប់គាត់បដិសេធអត់យកទេគាត់សុំតែទឹកមួយដបនៅដៃរបស់មីងគាត់ក៏ថាបានអត់អីទេក្មួយយកទេអញ្ចឹងគាត់ក៏យកដបទឹកហ្នឹងគាត់តែបានដបទឹកភ្លាមក៏អរគុណមីងហ្នឹងខ្លាំងណាស់ហើយស្ទុះរត់ទៅវឹងភ្លាមហើយមីងក៏ស្រែកប្រាប់ថាក្មួយភ្លេចថងហើយប៉ុន្តែមានណាបើគាត់រត់លឿនយ៉ាងហ្នឹងអញ្ចឹងមានតែគាត់ត្រូវយួរថងនេះដើម្បីដើររកក្មេងស្រីនោះវិញចំណែកឯលោកពូម្នាក់នេះវិញគាត់អង្គុយនៅលើបង់ទីសាធារណៈហើយបន្ទាប់ពីគាត់ញ៉ាំទឹកញ៉ាំអីហើយគាត់ក៏យួរថងដើរចេញទៅប៉ុន្តែគាត់បានភ្លេចទូរស័ព្ទអត់ដឹងខ្លួនទេពេលក្មួយស្រីហ្នឹងគាត់ដើរមកដល់ក៏ក៏លេចឃើញទូរស័ព្ទនៅលើបង់ហ្នឹងហើយងាកឆ្វេងងាកស្ដាំដែរតែដូចជាមិនឃើញមានអ្នកណាសោះក៏ស្រាប់តែក៏លេចទៅឃើញពូម្នាក់ដើរទៅដល់ទីនោះហើយគាត់ក៏ទាញទូរស័ព្ទមកស្រែកហៅលោកពូភ្លេចទូរស័ព្ទហើយលោកពូអត់លឺហ្មងអញ្ចឹងមានតែយកទៅរត់ដេញតាមហើយលោកពូទូរស័ព្ទនេះរបស់ពូមែនទេគាត់ក៏ថាអូយអរគុណហើយក្មួយរបស់ពូមែនតាអូយពូប្រហែលជាភ្លេចហើយបាញ់មិញហ្នឹងអញ្ចឹងនេះក្មួយយកនំទៅញ៉ាំខ្លះហើយក្មួយក្មេងស្រីហ្នឹងក៏ប្រកែកអត់យកទេពូខ្ញុំអត់ចង់បាននំទេពូហើយគាត់ក៏ថាយកទៅក្មួយយកទៅញ៉ាំទៅអញ្ចឹងណាក្មួយស្រីក៏អរគុណលោកពូហើយអញ្ចឹងហើយក៏បន្តដំណើររបស់នាងទៅមុខទៀតទៅហើយបងស្រីម្នាក់នេះពេលរត់មករកក្មេងក៏ជួបលោកពូនឹងក៏សួរថាបងបាញ់មិញបងមានឃើញក្មេងស្រីម្នាក់តូចកម្ពស់តែប៉ុណ្នេះដើរកាត់តាមហ្នឹងឯងបងអូគាត់ថាឃើញតានោះគាត់រត់ទៅជ្រុងនោះបាត់ហើយអញ្ចឹងគាត់ក៏ថាអូយអរគុណហើយបងអញ្ចឹងលាសិនហើយបងគាត់ហ្នឹងក៏រត់ទៅតាមរកក្មួយស្រីនោះទៅព្រោះក្មួយស្រីគាត់ភ្លេចអីវ៉ាន់អញ្ចឹងពូនេះគាត់ឃើញចេះដែរគាត់ក៏ជួយទៅតាមរកដែរទៅឆាប់ឃើញហើយក្មេងស្រីបន្ទាប់ពីបាននំបានទឹកហើយក៏យកមកដល់កន្លែងប្អូនប្រុសអស់ទោះហើយណាទឹកចិត្តបងស្រីអូនញ៉ាំនំប៉័ងនេះនំប៉័ងញ៉ាំមួយកុំប្រញាប់ពេកណាប្រយ័ត្នអួលហើយគាត់ក៏សួរទៅប្អូនប្រុសប្អូននំប៉័ងនេះឆ្ងាញ់អត់ពេលអ្នកមីងគាត់រត់មកជួបឃើញទស្សនវិជ្ជាបែបនេះគាត់ទៅជាស្រឡាំងកាំងអាណិតក្មេងស្រីនេះមែនតែនទឹកចិត្តក្មេងស្រីនេះល្អណាស់ខំប្រឹងដើររើអេចាយដើម្បីយកមកចិញ្ចឹមប្អូនណាហើយអ្នកមើលថែប្អូនបានល្អទៀតឲ្យនំញ៉ាំហើយឲ្យទឹកញ៉ាំទៀតនំមានតែមួយសុខចិត្តឲ្យទៅប្អូនទាំងអស់ខ្លួនឯងអត់មានក៏បានដែរពេលដែលគាត់មើលឃើញពីទស្សនវិជ្ជាបែបហ្នឹងគាត់ក៏គិតថាក្មួយស្រីពិតជាក្មេងល្អមែនតែនហើយគាត់ក៏បានឃើញទស្សនវិជ្ជាជាក់ស្ដែងបែបនេះទាំងពូទាំងមីងឈរមើលពិតជាអាណិតដល់ក្មេងស្រីនេះខ្លាំងណាស់មិនសមថាគាត់នៅតូចប៉ុណ្ណេះប៉ុន្តែគាត់ចេះគិតគូរបានវែងឆ្ងាយមើលថែប្អូនបានយ៉ាងល្អឃើញរបស់គេហើយមិនទាំងហ៊ានយកទៀតសូម្បីតែជាលុយក៏ដោយសូម្បីតែជានំក៏ដោយគេឲ្យហើយនៅតែមិនចង់យកទៀតមិនមែនថាឃើញរបស់គេហើយគិតតែពីចង់បានទេអញ្ចឹងអ្នកមីងនេះក៏គាត់គិតថាគាត់សម្រេចចិត្តដកលុយរបស់គាត់មួយដុំដើម្បីយកទៅឲ្យក្មេងស្រីនេះហើយពេលដែលពូនៅក្បែរហ្នឹងគាត់ឃើញអញ្ចឹងគាត់ក៏ថានេះយកកញ្ចប់នំរបស់ខ្ញុំមួយថងនេះទៅហើយដាក់លុយចូលក្នុងហ្នឹងទៅបើនាងឲ្យលុយទៅគាត់ក៏គាត់មិនទទួលដែរមើលទៅអញ្ចឹងគាត់ក៏គិតថាអូយោបល់ល្អអញ្ចឹងខ្ញុំដាក់លុយនៅក្នុងថង់នំនេះក៏បានដែរគាត់ក៏សហការគ្នាដើម្បីបានយកលុយព្រមទាំងនំទៅឲ្យក្មួយស្រីផងដែរព្រោះបើឲ្យលុយគាត់តែម្ដងគឺច្បាស់ណាស់ថាគាត់មិនទទួលទេព្រោះបាញ់មិញនេះឲ្យលុយទៅគាត់តែបន្តិចផងគាត់នៅតែមិនព្រមទទួលអញ្ចឹងគាត់ក៏យកដើរសម្ដៅទៅក្មួយស្រីអំបញ្ញមិញនេះទៅហើយក្មួយស្រីនេះវិញបន្ទាប់ពីកលេចឃើញអ្នកមីងហើយគាត់ថាអូអ្នកមីងទេអីអ្នកមីងគាត់ក៏ថាក្មួយនេះជាប្អូនប្រុសរបស់ក្មួយមែនទេណែក្មួយឯងភ្លេចថងនេះមិញណាមីងយកមកឲ្យវិញអរគុណហើយមីងអរគុណមីង
មិញខ្ញុំផ្លេចមីងអញ្ចឹងគាត់ក៏ថានេះឥឡូវមីងមាននំមួយថងណាក្មួយមីងឲ្យទៅក្មួយជាការតបស្នងសងគុណដែលអំបញ្ញមិញក្មួយបានជួយរើសលុយឲ្យមីងណាឃើញអត់គាត់អត់ចង់ហ៊ានទទួលទេប៉ុន្តែមីងក៏ថាយកទៅក្មួយអត់អីទេមីងឲ្យដោយសុទ្ធចិត្តព្រោះអំបញ្ញមិញណាមីងក៏បានធ្វើជ្រូកបាត់លុយដែរតែបានក្មួយឯងជាអ្នករើសឲ្យមីងអញ្ចឹងឥឡូវមីងឲ្យក្មួយវិញដើម្បីជាការដឹងគុណណាគាត់ក៏ព្រមទទួលទៅតតែអ្នកមីងនិយាយបែបនេះបានព្រមទទួលហើយក៏អរគុណអ្នកមីងខ្លាំងមែនតែនទឹកចិត្តរបស់មីងក្មួយពិតជាទទួលហើយគាត់បានបកគលឲ្យហើយពេលមើលឃើញអញ្ចឹងហើយគាត់ក៏ថាមីងទៅវិញណាក្មួយហើយមើលបងប្រុសឲ្យបានល្អណាមីងសង្ឃឹមថាក្មួយធំឡើងនឹងក្លាយជាមនុស្សល្អជាកូនល្អហើយមើលថែប្អូនឲ្យបានល្អណាក្មួយគាត់អត់ដឹងមានពាក្យអីនិយាយបន្ថែមទៀតទេព្រោះអីឃើញទឹកចិត្តរបស់ក្មួយពិតជាល្អមែនអញ្ចឹងហើយគាត់ក៏ដើរចេញទៅប៉ុន្តែគាត់ក៏រីករាយដែរដែលបានជួយជាលុយជាកាក់ដល់ក្មួយផងដែរហើយក្មួយស្រីឈរមើលអ្នកមីងដើរចេញទៅតែក៏មិនភ្លេចនៅការអរគុណដល់មីងដែរដែលបានជួយគាត់អញ្ចឹងគាត់ក៏លើកដៃបាយបាយមីង